សួស្តីអ្នកទាំងអស់គ្នាបាទនេះគឺជាគំរូរថយន្ត BYD C5 2026បាទនិយាយទៅអូនស្រីគាត់មកតម្លើងតាក់ទងទៅនឹងកម្មវិធីមួយចំនួនដូចជា YouTube Map Google Map បងប្អូនណាបាទអញ្ចឹងយើងដាក់មកពេញ package 5-6កម្មវិធីជូនគាត់តែម្ដងដោយសារតែ BYD C5 អេក្រង់វាមានទំហំបាទ 10.1 អ៊ីងហើយល្បឿនវា speed វា RAM នៅទូចបងប្អូនណាអញ្ចឹងយើងអត់ដាក់ច្រើនទេដាក់កម្មវិធីសំខាន់ៗដូច YouTube Rewind បាទហើយជាមួយនឹង Google Map ហើយ Map តែតើ map global អីគឺដាក់មកដើរ smooth ល្អបងប្អូនណាហើយ YouTube អីយើងបើកបរអីមើលបានធម្មតាបាទបងប្អូនអត់ចាំបាច់ទៅការប្រើ Apple CarPlay ការអីទេបាទហើយតែតើយើងបងប្អូនដូចកម្មវិធីនេះអីគឺ map ដើរ smooth ស្រួលហ្មងនិយាយដាក់